រៀនច្បាប់ហើយ តែពេលមកមើលមេរៀនវិញ បែរជាមិនដឹងត្រូវអាននៅចំណុចណាមុនមែនទេ? ថ្ងៃនេះខ្ញុំនឹងសុំធ្វើការចែករំលែកប្រាប់អ្នកទាំងអស់គ្នាពីរបៀបកត់ត្រាមេរៀនច្បាប់ ដើម្បីឲ្យបងប្អូនទាំងអស់ងាយយល់ និងចងចាំជាងមុន ទី1 កត់ចំណាំតែគំនិតសំខាន់ បងប្អូនទាំងអស់គ្នាមិនចាំបាច់កត់ពាក្យពេចន៍គ្រប់ចំណុចដែលលោកគ្រូគាត់បាននិយាយនោះទេ ទាំងអស់គ្នាគ្រាន់តែកត់ចំណាំនៅចំណុចណាដែលបងប្អូនមិនទាន់យល់ មិនទាន់ដឹង ឬក៏មិនទាន់ច្បាស់ មួយវិញទៀតបងប្អូនត្រូវតែកត់នៅចំណុច ឬខ្លឹមសារក្នុងមេរៀននៅពេលដែលលោកគ្រូគាត់សង្កត់ទៅចំណុចនោះ ទី2 រៀបចំមេរៀនជាផ្នែក ទាំងអស់គ្នាត្រូវបែងចែកជាលេខ ឬសញ្ញា ដើម្បីបែងចែកមេរៀននោះជាផ្នែកៗ ឧទាហរណ៍ និយមន័យ លក្ខខណ្ឌ ឬខ្លឹមសារ យើងធ្វើបែបនេះវាងាយស្រួលនៅពេលដែលយើងត្រូវការរំលឹកមេរៀនសារឡើងវិញ សរសេរជាពាក្យសម្រាយ ប្រសិនបើនៅក្នុងមេរៀននោះពោរពេញទៅដោយពាក្យពិបាកច្រើន ឬក៏មានគន្លឹះ ឬក្នុងល្បះណាមួយដែលបងប្អូនមិនទាន់យល់ បងប្អូនត្រូវតែសម្រាយពាក្យទាំងនោះមកប្រើជាពាក្យសាមញ្ញ ដើម្បីឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលយល់ជាងមុន ទី4 កត់ត្រាឧទាហរណ៍ជាមួយមេរៀន ប្រសិនបើលោកគ្រូលើកពីឧទាហរណ៍ណាមួយដែលឆ្លុះបញ្ចាំងអំពីមេរៀននោះ បងប្អូនត្រូវតែកត់ភ្ជាប់ ឬក៏កត់នៅខាងក្រោមមេរៀនដែលយើងបានរៀន ប្រសិនបើបងប្អូនធ្វើបែបនេះ នោះបងប្អូននឹងយល់ហើយចាំជាងមុន មួយវិញទៀតនៅពេលដែលបងប្អូនត្រូវការរំលឹកមេរៀននោះសារឡើងវិញ វាធ្វើឲ្យបងប្អូនរឹតតែចាំច្បាស់ជាងមុន ទី5 សម្គាល់នៅចំណុចដែលបងប្អូនមិនទាន់យល់ ប្រសិនបើក្នុងមេរៀននោះមានចំណុចណាមួយដែលបងប្អូនគិតថាខ្លួនមិនយល់ បងប្អូនទាំងអស់គ្នាអាចយកខ្មៅដៃ ឬពណ៌ដើម្បី highlight ពីលើពាក្យពេចន៍ ឬខ្លឹមសារនោះ ប្រសិនបើបងប្អូនធ្វើបែបនេះ បងប្អូនអាចស្រាវជ្រាវរកចម្លើយដោយខ្លួនឯងបាន ឬក៏បងប្អូនសាកសួរលោកគ្រូបន្ថែមនៅចំណុចដែលបងប្អូនបានគូស ឬក៏ highlight ពណ៌នោះបាន ទី6 រំលឹកមេរៀនជាបន្តបន្ទាប់ ក្រោយពីរៀនចប់នៅក្នុងថ្នាក់ វាមិនមែនមានន័យថាបងប្អូនចាំនោះទេ ប៉ុន្តែបងប្អូនត្រូវការរំលឹកវាបន្ថែមនៅពេលដែលបងប្អូនបានរៀនមេរៀននេះចប់នៅក្នុងថ្នាក់ បន្តបន្ទាប់នៅការរំលឹកមេរៀននេះបន្ថែម នោះបងប្អូននឹងឃើញថាចំណេះបងប្អូនរឹតតែល្អប្រសើរជាងមុន ចងចាំជាងមុន និងស្ទាត់ជំនាញជាងមុន ការកត់ត្រាល្អមិនមែនមានន័យថាបងប្អូនសរសេរវាបានច្រើននោះទេ ប៉ុន្តែគឺជាការសរសេរដើម្បីឲ្យបងប្អូនងាយយល់ជាងមុន និងដើម្បីយកមករៀនសារឡើងវិញ បើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូន សូមកុំភ្លេចចុច like share subscribe ដើម្បីបងប្អូនទទួលបានវីដេអូថ្មីៗបន្តទៀត សូមអរគុណ